ចាបងប្អូននេះគឺជាសកម្មភាពខ្ញុំមកញ៉ាំបាយឆាចាគឺកំពុងបាយឆាឲ្យញ៉ាំចាជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះអូនមកញ៉ាំសាច់អាំងជាមួយឪពុកអូនចាឥឡូវយើងចេញដំណើរទៅសិនណាចាជិះតាមផ្លូវយើងទៅចាឥឡូវយើងជិះតាមផ្លូវចាអូតែសភាពស្រុកខ្សែស្អាតមែនចាអ៊ំពូមីងអើយមានដើមកស៊ូមានដើមអីទៀតអ៊ំពូមីងស្អាតណាស់ចាអូយមើលមេឃមើលវាលស្រែស្អាតណាស់មានគេរត់ហាត់ប្រាណពេញម្នឹងទៀតចាហាត់ប្រាណពេញម្នឹងទេគេហាត់ទៅស្រុកទៅរោចាឥឡូវយើងចិត្តទៅដល់ហើយយើងជិះបន្តទៅទៀតចាចិត្តដល់កន្លែងញ៉ាំហើយចាឥឡូវចូលមកចាក់សាំងសិនចាចូលចាក់សាំងសិនចាចូលចាក់សាំងហើយចាចាក់សាំងហើយក៏ចេញដំណើរទៅវិញចាចេញមកទៅចាំឡានធំប្រុងព្រាតចាប៉ុណ្ណឹងចាបងប្អូនអើយចាឥឡូវទៅចាចេញដំណើរទៅហើយមានលក់អីផ្សេងនេះចាហើយយើងសម្ដៅទ្រង់សាច់អាំងចាឃ្លានញ៉ាំមែនតែនចាណាចាឥឡូវជិះដំណើរទៅហើយចាមានអាពាហ៍មានអីទៀតចាស្អាតមែនតែនចាមានដើមឈើមានដើមអីចាពេញម្នឹងចាអូយច្រើនណាស់អ៊ំពូមីងអើយចាឥឡូវយើងចាប់ផ្ដើមជិះទៅចាកាត់ទៅទៀតចាជិះទៅហើយអ៊ំពូមីងអើយចាលើឈប់វត្តចាំស្អីគេទៅមុនសិនចាលើទៅហើយចាអូជិះម៉ូតូលឿនណាអ៊ំពូមីងអើយចាចេញទៅចាឥឡូវយើងមកដល់កន្លែងញ៉ាំហើយយើងកំងបាយឆាកំងសាច់អាំងអីញ៉ាំសិនណាអ៊ំពូមីងចាសាច់អាំងយើងចាបាយឆាក៏បានមកដល់ដែរឆ្ងាញ់មែនតែនចានេះនៅហាងរុងរឿងចាឆ្ងាញ់មែនតែនអ៊ំពូមីងអើយបាយឆាគេឆ្ងាញ់មែនតែនចាចានធំ15000ចាឥឡូវមកដល់ម៉ាទេចានេះទិញអីហើយក៏ចេញដំណើរទៅផ្ទះវិញចាទៅផ្ទះហើយឥឡូវចេញទៅផ្ទះវិញណាអ៊ំពូមីងអើយចាចេញទៅហើយទៅផ្ទះចាយប់ហើយចាម៉ោង8ម៉ោង9ហើយចាយើងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនបើមានកំហុសខុសឆ្គងកន្លែងណាប្រាប់អូនផងចាអូឥឡូវយើងដើរតាមផ្លូវតាមអីចឹងជម្រាបលាបាយបាយវីដេអូនឹងមានតែប៉ុណ្្នឹងទេអ៊ំពូមីង